កុំបង្អង់យូរបងប្អូនរស់រានឡើងប្រយ័ត្នត្រូវផាកពិន័យគុណនឹងពីរសល់ត្រឹមតែប្រមាណជាង10ថ្ងៃទៀតទេផនកំណត់បងពុនយានយន្តក្នុងឆ្នាំ2025ហើយឆ្នេះ Stand Up គឺជា Page Stand Up News នឹងធ្វើការលំអិតព្រមនេះកាលពីថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីជូនដំណឹងស្តីពីការរំលឹកលើកទី2នៃការបងពុនលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ2025គណៈការបងពុនលើមធ្យោបាយដឹកជញ្ជូននឹងត្រូវបិទបញ្ចប់នៅថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025ខាងមុខនេះអគ្គនាយកពន្ធដារបានបញ្ជាឲ្យដឹងផងដែរថារហូតមកដល់ពេលនេះអគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថាម្ចាស់យានយន្តមួយចំនួនបានប្រកាសបងពុនរួចរាល់ហើយគណៈដែលម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បងពុនប្រភេទនេះនៅឡើយទេបាទហើយនៅក្នុងន័យនេះអគ្គនាយកដ្ឋានពន្ធដារបានក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបងពុនមេត្តារੂរវ័នអញ្ជើញទៅបងពុនឲ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025នៅអគ្គនាយកដ្ឋានពន្ធដារឬក៏នៅសាខាពន្ធដារខណ្ឌខេត្តឬក៏នៅធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុម្ចាស់យានយន្តក៏អាចបង់តាមរយៈកម្មវិធី GDT Taxpayer M ដែលអាចទាញយកចេញពី App Store ចំពោះ iOS និង Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមកនោះនៅក្នុងនោះអគ្គនាយកដ្ឋានពន្ធដារក៏បានបន្តទៀតថានៅក្នុងករណីខកខានមិនទាន់បានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើម្ចាស់យានយន្តនឹងត្រូវទទួលរងនៅទណ្ឌកម្មរដ្ឋបាលបង់ពន្ធបន្ថែមចំពោះការយឺតយ៉ាវនៅក្នុងការបង់ពន្ធត្រូវស្មើនឹង 100% នៃប្រាក់ពន្ធត្រូវបង់តាមច្បាប់ស្តីពីសារពើពន្ធជាធរមានអគ្គនាយកដ្ឋានពន្ធដារនឹងចេញលិខិតជូនទៅដល់លំនៅឋានម្ចាស់យានយន្តឬក៏សហការជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចជាពិសេសនគរបាលចរាចរណ៍និងកងរាជអាវុធហត្ថដើម្បីចូលត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានាឬក៏ចាត់វិធានការផ្សេងៗតាមការចាំបាច់បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធនៅថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025ខាងមុខនេះបានចំព័ត៌មានដែលយើងខ្ញុំបានលើកឡើងនេះគឺសូមបញ្ចប់មានការខុសឆ្គងសូមអធិស្ឋាន